ចូលរួមពិធីជប់លៀងដែលកក់ទុកសម្រាប់មនុស្សល្អបំផុតកៅអីរបស់អ្នកឆ្លុះបញ្ចាំងពីភាពខ្លាំងរបស់អ្នកនិងក្រុមរបស់អ្នកការមើលឃើញពីអនាគតដែលអ្នកនឹងកសាងជាមួយគ្នាអ្នកត្រូវបានជ្រើសរើសដោយជោគវាសនាអ្នកកើតមកដើម្បីដឹកនាំ我参加飞马之夜的时候，当时只有5个飞马。我跟那些当时的飞马说，有一天我们的飞马之夜有可能100多人，然后不同肤色的、各个不同国籍的人来自世界各地。今天你们见证了这个画面，这个情况已经远远超过当时我所讲的画面。វាមិនមែននិយាយអំពីការរងចាំឱកាសមកដល់នោះទេវាស្ថិតនៅក្នុងជំរឿននីមួយៗដែលអ្នកធ្វើហើយរាត្រីនេះគឺជាការសបញ្ជាក់នៃភាពខ្លាំងរបស់អ្នក